ចូលមកកាន់ផ្នែកទី2នៃ experiment ទី9របស់ពួកយើងដែលតាក់ទងជាមួយនឹង slide structure អញ្ចឹងមិញយើងបានបញ្ចប់ហើយតាក់ទងជាមួយនឹងវត្តមានរបស់ reducing sugar ដែលមាននៅក្នុងប្រភេទស្កររបស់យើងអញ្ចឹងយើងចូលមកកាន់ទម្រង់របស់ពពុះ starch របស់យើងវិញអញ្ចឹងអ្នកគ្រូបញ្ជាក់អញ្ចឹងstarch sample របស់យើងមានច្រើនណាស់មានពពុះ corn starch, waxy corn starch ជាមួយនឹងពពុះ starch ផ្សេងៗទៀតដល់ទៅជាពពុះ potato starch ជាដើមតែ sample ដែលអ្នកគ្រូយកមកបង្ហាញពួកយើងថ្ងៃនេះគឺអ្នកគ្រូយកពពុះ waxy corn starch ដើម្បីយកមកបង្ហាញពួកយើងអញ្ចឹងដូចយើងបានឃើញអញ្ចឹងនៅក្នុងមេរៀនរបស់យើងគឺអ្នកគ្រូបញ្ជាក់ហើយថាយើងត្រូវថ្លឹង starch ទាំងអស់ហ្នឹងក្នុងបរិមាណប៉ុន្មានក្រាមជាមួយនឹងបរិមាណទឹកដែលយើងត្រូវលាយប្រមាណអញ្ចឹងwaxy corn starch ដែលអ្នកគ្រូត្រូវប្រើថ្ងៃនេះអ្នកគ្រូថ្លឹងវាចំនួនបរិមាណ36ក្រាមបន្ទាប់មកអ្នកគ្រូបន្ថែមជាមួយនឹង530 ml របស់ពពុះ DI water អញ្ចឹងយើងយក corn starch របស់យើងមកបន្ទាប់មក waxy corn starch របស់យើងមកបន្ទាប់មកយើងចាក់ទឹកដែលយើងវាល់ហ្នឹងចូលនៅក្នុងហ្នឹងតោះនេះបន្ទាប់មកយើងធ្វើការកូរវាតែយើងកូរនេះដំបូងយើងកូរឲ្យវារៀងរលាយតិចសិនណាហើយអ្នកគ្រូបញ្ជាក់បើសិនជាយើងមានគេហៅអីគេចក្រានហ្គាសយើងអាចប្រើចក្រានហ្គាសក៏បានដែរតែដោយសារនៅក្នុង lab អញ្ចឹងអ្នកគ្រូសម្រេចចិត្តប្រើ hot plate ជំនួសវិញគ្រាន់តែថាពេលដែលយើងប្រើ hot plate ហ្នឹងយើង heat វាពី low medium ហ្នឹងទៅ high ទៅតោះនេះអញ្ចឹងឥឡូវអ្នកគ្រូកូរវាឲ្យលាយតិចសិនព្រោះអ្នកគ្រូខ្លាចវាកកបាតក្រោមណាបន្ទាប់មកអ្នកគ្រូយកវាយកមកដាក់នៅលើ hot plate របស់យើងអ្នកគ្រូអត់ហ៊ានប្រើឆ្នាំងធំទេដោយសារ hot plate របស់យើងរៀងទូចដែរតោះនេះអញ្ចឹងអ្នកគ្រូប្រើឆ្នាំងរៀងទូចតិចហើយនៅក្នុង procedure របស់យើងគេបានប្រាប់ហើយថាបងប្អូនទាំងអស់គ្នាត្រូវកូរវារៀងរាល់15វិនាទីម្ដងអញ្ចឹងមានន័យថា hit វាទៅ15វិនាទីកូរវាម្ដងមក hit វាហើយ15វិនាទីកូរវាម្ដងមកតែ hit នៅលើ hot plate ខុសពី hit នៅលើចក្រានហ្គាសគ្នាយើងដោយសារ hot plate វាត្រូវការផ្ទេរកម្ដៅមកកាន់ឆ្នាំងរបស់យើងសិនដល់ពេលវាផ្ទេរកម្ដៅមកកាន់ឆ្នាំងរបស់យើងហើយបានវាផ្ទេរកម្ដៅតទៀតចូលទៅក្នុង sample របស់យើងចក្រានហ្គាសដូចគ្នាអញ្ចឹងវាផ្ទេរតគ្នាដូចគ្នាអញ្ចឹងគ្រាន់តែថាកម្ដៅដែលវាផ្ទេរឲ្យមកអាចល្បឿនខុសគ្នាដោយសារ hot plate នេះប្រហែលជាវារៀងយឺតជាងបើប្រៀបធៀបជាមួយនឹងចក្រានហ្គាសរបស់យើងណាអញ្ចឹងបើសិនជាយើងមានចក្រានហ្គាសអ្នកគ្រូណែនាំឲ្យយើងប្រើចក្រានហ្គាសហើយបាទនេះបន្ទាប់មកគ្នាយើងកុំភ្លេចដាក់thermometer ដើម្បីវាស់សីតុណ្ហភាព sample របស់យើងព្រោះអីដោយសារ sample ផ្សេងគ្នាយើងប្រើប្រាស់end point temperature ខុសៗគ្នាឧទាហរណ៍ដូចជា waxy corn starch អញ្ចឹង end point temperature របស់យើងគឺ75អញ្ចឹងអ្នកគ្រូ set អានេះទៅ75អង្សាសេសិនអាច set លើស75អ្នកគ្រូអាច set ទៅដល់80ដើម្បីឲ្យវារៀង hit លឿនបន្តិចណាបន្ទាប់មកពេលដែលដល់75អង្សាសេមានន័យថាពេលវា reach 75អង្សាសេអ្នកគ្រូធ្វើការដក sample របស់យើងចេញមកវិញអញ្ចឹងអ្នកគ្រូនិយាយអញ្ចឹង15វិនាទីកូរម្ដងដើម្បីកុំឲ្យវាកកបាតខាងក្រោមណាចឹងយើង hit វារហូតដល់វាដល់សីតុណ្ហភាពដែលយើងចង់បានយើងដក starch របស់យើងចុះមកខាងក្រោមវិញអញ្ចឹងបន្ទាប់ពីយើងដុតកម្ដៅ waxy corn starch របស់យើងដល់75អង្សាសេហើយយើងនឹងឃើញថា waxy corn starch របស់យើងចាប់ផ្ដើមឡើងទៅជា gel ហើយឃើញទេវាមិនមែនជា liquid ដូចមុនទេណាវារៀងខាប់ជាងមុនអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវបំពាក់ពណ៌វាអញ្ចឹងបំពាក់ពណ៌គឺយើងបំពាក់ពណ៌វាជាមួយនឹងពពុះ iodine ឬក៏ពពុះ potassium iodine ហ្នឹងដើម្បីពេលដែលយើងទៅមើលនៅក្រោមមីក្រូទស្សន៍ទៅយើងអាចឃើញ structure របស់វាច្បាស់ព្រោះបើសិនជាវាពណ៌សអញ្ចេះយើងពិបាកនៅក្នុងការមើល structure របស់វាអញ្ចឹងអ្នកគ្រូនឹងដួសបរិមាណវាមួយចំនួនដើម្បីបំពាក់ពណ៌ជាមួយនឹង iodine របស់យើងអញ្ចឹងអ្នកគ្រូនឹងធ្វើការបន្តក់ iodine ចូលទៅក្នុងហ្នឹងបន្ទាប់មកយើងធ្វើការកូរវាឲ្យសព្វគ្នាយើងដាក់តែមួយល្មមក៏បានដែរមិនបាច់ដាក់ច្រើនពេកក៏បានតែមួយដំណក់ក៏បានដែរអ្នកគ្រូដាក់នេះចង់ជ្រុលទេយើងបន្តក់ iodine របស់យើងចូលទៅក្នុង corn starch របស់យើងទៅកូរវាឲ្យសព្វអូខេបន្ទាប់ពីយើងកូរវាសព្វហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងត្រូវយកវាយកទៅមើលរូបរាងរបស់វានៅក្រោមមីក្រូទស្សន៍
គាត់នេះអញ្ចឹងយើងអាចដាក់កន្លះ slide របស់យើងមកបន្ទាប់មកដាក់ cover slide របស់យើងពីលើហ្នឹងដោយសារអ្នកគ្រូមាន cover slide នៅជិតដៃអញ្ចឹងយើងស្គាល់ cover slide ឬក៏ cover slip ហ្នឹងហើយត្រូវទេដាក់ cover slide ឬក៏ cover slip របស់យើងនៅជិតហ្នឹងមកបន្ទាប់មកយើងគ្របវាពីលើហើយយើងចាប់ផ្ដើមយកវាយកទៅមើលរូបរាងរបស់វានៅក្រោមមីក្រូទស្សន៍អញ្ចឹងបន្ទាប់ពីយើងមើលរូបរាងហើយយើងនឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវស្កិចហ្នឹងមានន័យថាគូសទម្រង់រូបរាងរបស់វាថាតើទម្រង់របស់វាជាប្រភេទបែបម៉េចខ្លះជាប្រភេទមាន branch ឬក៏ប្រភេទមានមែកធៀងអត់មែកធៀងឬក៏បែបម៉េចគឺយើងត្រូវគូសវាទៅតាមហ្នឹងតោះណាព្រោះឯដោយសារការសិក្សារបស់យើងគឺយើងចង់ដឹងអំពីទម្រង់រូបរាងរបស់ starch របស់យើងតើវាមានទម្រង់វាបែបម៉េចអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវថតរូបវាទុកឬក៏គូសទម្រង់វាចេញមកអូខេអញ្ចឹងសម្រាប់ lab ទី9របស់យើងត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមរហូតមកដល់ចប់អរគុណ